CEO ដែលមានមុខមាត់នៅលើโลกអនឡាញណាគឺវាធ្វើឲ្យយើងប្រកួតប្រជែងដោយគុណតម្លៃដែលមិនមែនប្រកួតប្រជែងដោយតម្លៃផលិតផលទេណារាល់ថ្ងៃនេះផលិតផលមានពាសពេញអាកាសពាសពេញប្រទេសយើងសឹងតែរកអាចចំណុចដែលខុសផ្លេចអត់ឃើញព្រោះការផលិតរាល់ថ្ងៃកាន់តែងាយតិចទៀតរោងចក្រចូលមកដល់ប្រទេសកម្ពុជាទៀតណាក៏ផលិតបានលោកនេះយើងពិបាកនឹងរកកន្លែងធៀបគ្នាខ្លាំងណាស់អញ្ចឹងចំណុចមួយនេះឯងដែលយើងធៀបគ្នាបានគឺវាដោយការសាងគុណតម្លៃបញ្ហាដែលយើងផលិតផលិតផលរាល់ថ្ងៃវាងាយរោងចក្រយើងអាចធ្វើផលិតកន្លែងជាមួយគ្នាបាន ingredient អាចដូចគ្នាបានម្សៅក្រេមសារធាតុផ្សំអីផ្សេងៗវាដូចគ្នាបានអាចធ្វើបានហើយយើងមកជួល influencer ជួល YouTuber ផ្សាយឲ្យយើងជួល content creator ប្រម៉ូទសួរថាយើងខុសគ្នាកន្លែងណាវាមានអីខុសទេអញ្ចឹងហើយបានឲ្យយើងយល់ថានៅពេលដែលយើងមានផលិតផលដូចគ្នា function ក៏ដូចគ្នាចំណុចមួយដែលយើងធ្វើទីផ្សារហើយខុសគ្នាបានណាគឺ emotional របស់យើងសម្ដែងទៅបែបណាដូចជា brand របស់យើងត្រូវបូកនឹង lifestyle របស់យើងនេះបែបណានេះឯងចំណុច brand នេះរឿងទី1រឿងទី2គឺ brand បូក culture មានន័យថា brand យើងនេះមោទនភាពសម្រាប់ប្រទេសខ្មែរយើងបែបណាយើងបង្កើតមកតាំងពីទូចរហូតដល់មានច្រើនសាខាដែលជាមោទនភាពរបស់ brand ខ្មែរមានអាហារឆ្ងាញ់មានតែបែបខ្មែរទី3គឺយើងយក brand បូកនឹងការបរិច្ចាគដឹងអត់ទិញ brand យើងគឺយើងបានបរិច្ចាគទុក្ខធាតុបុប្ផាបរិច្ចាគទៅជួយអ្នកអត់បរិច្ចាគទៅកងកម្លាំងជួរមុខបរិច្ចាគទៅជួយនេះជួយនោះគឺមានអារម្មណ៍ថាឃើញអត់គេទិញផលិតផលយើងទិញ brand យើងមិនមែនទិញតែផលិតផលយើងតែបានរួមការសាងបុណ្យកុសលជាមួយគ្នាជាមួយយើងដែរទី4នេះណាយក brand បូកជាមួយបរិស្ថានយើងលក់ផលិតផលនេះជួយការពារបរិស្ថានអត់មានថង់ប្លាស្ទិកការពារទឹកស្អាតការពារធម្មជាតិអញ្ចឹងគឺតែឃើញអាចចំណុចទាំងអស់នេះវាមិនមែនកើតដោយអតិថិជនយល់ឃើញទេហើយក៏កើតពីអ្នកណាដែលមកធ្វើជំនួសយើងដែរគឺម្ចាស់ CEO ខ្លួនឯងដែលត្រូវចេញមកបញ្ឈរថាអ្នកយើងជាអ្នកណាអាជីវកម្មយើងនេះយើងធានាគុណភាពបែបណាជុំវិញទាំង4រឿងនេះ